ជាង3ថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានលាតត្រដាងកិច្ចព្រមព្រៀងមួយដើម្បីដកហូតអាវុធពីក្រុមហាម៉ាស់ដែលជាដំណាក់កាលនៃផែនការសន្តិភាពហ្គាហ្សារបស់លោកប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ែនចាមីន នេតានយ៉ាហ៊ូនៅតែមិនទាន់បានថ្លែងសារជាសាធារណៈថាតើលោកទទួលយកកិច្ចព្រមព្រៀងនេះដែរឬទេនេះបើយោងតាមសារព័ត៌មាន CNN ផ្ទុយទៅវិញភាពស្ងៀមស្ងាត់របស់មេដឹកនាំអ៊ីស្រាអែលរូបនេះត្រូវបានអមដោយការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារតាមអាកាសកាលពីចុងសប្តាហ៍របស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់28នាក់គេសង្កេតឃើញថាចំនួនអ្នកស្លាប់នេះច្រើនបំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍ទោះបីជាកិច្ចព្រមព្រៀងនោះបានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារគ្នាក្តីថ្មីនេះគេកត់សម្គាល់ឃើញថាអ៊ីស្រាអែលមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាត់ឈប់បាញ់មកលើតំបន់ហ្គាហ្សានោះទេហើយក៏មិនមានបំណងដកខ្លួនចេញពីតំបន់ហ្គាហ្សាមុនពេលក្រុមហាម៉ាស់ត្រូវបានដកហូតអាវុធទាំងស្រុងនោះដែរសម្ព័ន្ធមិត្តស្ដាមនិយមជ្រុលរបស់មេដឹកនាំអ៊ីស្រាអែលបានទាមទារឲ្យនាយករដ្ឋមន្ត្រីកោះប្រជុំគណៈរដ្ឋមន្ត្រីដើម្បីបដិសេធផែនការនេះនិងបញ្ឈប់ការអនុវត្តទាំងស្រុងតែម្ដងត្រឹមល្ងាចថ្ងៃអាទិត្យការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាហាក់បីដូចជាបានថមថយចុះអស់រយៈពេល24ម៉ោងប៉ុន្តែការកើនឡើងកម្ដៅឡើងវិញនេះត្រូវបានស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរពីលោកនីកូឡាយ វ្លាឌីនៅដែលជាប្រមុខប្រេសិតសម្រាប់ក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំលោក វ្លាឌីនៅបានសរសេរនៅលើបណ្ដាញសង្គម X ថាអំពើហិង្សាកាលពីចុងសប្តាហ៍បានសម្លាប់ជនស៊ីវិលនិងបំផ្លាញការផ្គត់ផ្គង់វិជ្ជសាស្ត្រវាបានកំពុងធ្វើឲ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការជំរុញក្របខ័ណ្ឌការដកហូតអាវុធហើយបានកត់សម្គាល់ថាភាគីទាំងសងខាងមានកាតព្វកិច្ចនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបាត់ឈប់បាញ់ដែលសម្របសម្រួលដោយសេតាវិមានកាលពីខែតុលាឆ្នាំ2025ទោះជាយ៉ាងណានៅពីក្រោយឆាកប្រពន្ធពីរដែលដឹងពីបញ្ហានេះបាននិយាយថាការស្ដីបន្ទោសនេះបានឆ្លុះបញ្ចាំងអំពីកំហឹងក្នុងចំណោមអាមេរិកនិងក្រុមអ្នកសម្របសម្រួលអន្តរជាតិដែលបានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាប៉ុន្តែសម្រាប់អ៊ីស្រាអែលហាក់ពុំបានអើពើចំពោះការទាមទាររបស់អន្តរជាតិឡើយស្របពេលដែលលោកត្រាំនៅតែគ្មានភាពច្បាស់លាស់ក្នុងការដាក់សម្ពាធមកលើមេដឹកនាំអ៊ីស្រាអែលដើម្បីឲ្យបញ្ឈប់ការវាយប្រហារលើក្រុមហាម៉ាស់